ព្រះគុណរបស់ព្រះប្រទានអំណាចឲ្យយើងសម្រាប់ការរស់នៅប្រចាំថ្ងៃ And my last point is that God gives us the power to live our daily lives. ពេលខ្លះក្នុងជីវិតរបស់យើងវាមិនមែនជារឿងងាយស្រួលយើងជួបបញ្ហាអ្នកខ្លះជួបបញ្ហានេះប៉ុន្តែយើងជួបបញ្ហាផ្សេងគ្នា Sometimes it's really hard, but we all have different problems. ហើយយើងត្រូវការព្រះគុណរបស់ព្រះសម្រាប់ជីវិតរបស់យើង And we need God's grace for our យើង lives. ត្រូវការព្រះគុណរបស់ព្រះធ្វើរឿងដែលមើលទៅហាក់ដូចជាមិនអាចទៅរួច We need Him to do the impossible in our ព្រះ lives. គុណរបស់ព្រះអាចប្រទានឲ្យយើងមានអំណាចអាចធ្វើរឿងដែលមើលទៅហាក់ដូចជាមិនអាចទៅរួច The grace of God is what can do the impossible. ព្រះគុណរបស់ព្រះអាចប្រទានឲ្យយើងមានអំណាចនៅក្នុងថ្ងៃថ្មីយើងអាចនិយាយថានេះគឺជាថ្ងៃដែលព្រះបានបង្កើតខ្ញុំនឹងធ្វើឲ្យបានល្អជាងពីម្សិលមិញ It is the grace of God that can help us wake up and say, this is the day that the Lord has made. I will rejoice and this will be a new day unto God for នេះ me. គឺជាអំណាចនៃព្រះគុណរបស់ព្រះ This is the power of the ព្រះ grace គុណ of របស់ព្រះអង្គ God. សង្គ្រោះជីវិតរបស់យើង The grace of God, He saves ព្រះ us. គុណរបស់ព្រះផ្លាស់ប្ដូរជីវិតរបស់យើង The grace of God, it transforms ហើយ us. ព្រះគុណរបស់ព្រះប្រទានឲ្យយើងមានអំណាចក្នុងការរស់នៅដែលមានជ័យជំនះនៅក្នុងព្រះអង្គ And the grace of God is what empowers us to live out our daily lives.